សេវាកម្មជាច្រើនដែលសុខគេធ្វើបានឥឡូវក៏យើងធ្វើបានដូចគ្នាដែរអញ្ចឹងតាំងលទ្ធផលតាំងសុវត្ថិភាពអីគឺយើងបានដូចគេអញ្ចឹងស្វាគមន៍ការវិលត្រឡប់មកវិញរបស់កម្មវិធី KD Beauty and Health Podcast របស់យើងហើយនៅក្នុងសប្តាហ៍នេះផ្ទាល់យើងនឹងធ្វើការជជែកវែកញែកតាក់ទងជាមួយនឹងប្រធានបទមួយដែលយើងនឹងលើកឡើងអំពីការវិវត្តក៏ដូចជាការអភិវឌ្ឍនៅក្នុងវិស័យកែសម្ផស្សនៅក្នុងប្រទេសកម្ពុជាយើងថាបច្ចុប្បន្នបើយើងធៀបពីពេល5ឆ្នាំទៅ10ឆ្នាំមុនហើយជាមួយនឹងបច្ចុប្បន្នថាតើមានការវិវត្តដល់កម្រិតណាដែរបាទហ្នឹងហើយបើពីខ្ញុំទៅយើងឃើញថាវិស័យកែសម្ផស្សនៅកម្ពុជាយើងបើយើងប្រៀបធៀបយើងក៏លេខមើលទៅ5ឆ្នាំ10ឆ្នាំមុនយើងឃើញថាវិស័យកែសម្ផស្សនៅកម្ពុជាយើងនឹងគឺនៅមានកម្រិតទាបមែនតើទាបនឹងគឺដោយសារអីទី1អាចតាក់ទងទៅនឹងធនធានមនុស្សដែលយើងសម្គាល់ឃើញថាចំនួនវិជ្ជាបណ្ឌិតឯកទេសរបស់យើងនៅមានកម្រិតតាក់ទងទៅនឹងឧបករណ៍បច្ចេកទេសរបស់យើងក៏នៅមានកម្រិតតាក់ទងនឹងការបណ្ដុះបណ្ដាលរបស់គ្រូពេទ្យយើងក៏នៅមានកម្រិតហើយស្តង់ដារមួយចំនួនក៏នៅមានកម្រិតដែរក៏ប៉ុន្តែយើងអាចឃើញការផ្លាស់ប្ដូរបានដោយសារតែឥឡូវយើងប្រព័ន្ធក្រសួងសុខាភិបាលយើងមានការអភិវឌ្ឍជាមួយនឹងការបើកទូលំទូលាយផ្នែកចំណេះដឹងយើងឃើញមានការវិវត្តខ្លាំងតាក់ទងនឹងការវះកាត់កាយសម្ផស្សនឹងទាំងចំណេះដឹងទាំងបច្ចេកទេសទូយ៉ាងយើងមើលថាបច្ចុប្បន្នវារីកចម្រើនខ្លាំងហ្នឹងគឺដោយសារយើងមើលថាចំនួនវិជ្ជាបណ្ឌិតឯកទេសគឺមានការកើនឡើងតាក់ទងទៅនឹងបច្ចេកទេសឧបករណ៍ម៉ាស៊ីនសម្ភារៈវះកាត់ហ្នឹងគឺមានថាយើងមានដូចទៅនឹងប្រទេសជឿនលឿនអញ្ចឹងមានថាយើងនាំចូលបានហើយយើងមើលទៅលើ clinic អញ្ចឹង clinic ក៏ឥឡូវស្តង់ដារដូចស្រុកគេអញ្ចឹងបាទហ្នឹងខ្ញុំឃើញ clinic លើនៅស្រុកខ្មែរយើងមានការបើកច្រើនពីមុនណាឲ្យមែនទៅខ្ញុំជាប្រជាជនធម្មតាទេឧទាហរណ៍ថាបើសិនបើយើងចង់វះកាត់កែសម្ផស្សលោកគ្រូគិតថាពីមុនបើសិនគេចង់វះកាត់កែសម្ផស្សគេទៅណាហ្នឹងហើយបើពីមុនដែលយើងមិនទាន់មានការរីកចម្រើនយើងដឹងហើយចំនួនវិជ្ជាបណ្ឌិតយើងឯកទេសរបស់យើងនៅមានកម្រិតមានអីអញ្ចឹងប្រជាជនយើងភាគច្រើនគាត់ធ្វើដំណើរទៅក្រៅប្រទេសទៅប្រទេសជិតខាងយើងឬក៏ទៅដល់ប្រទេសចិនទៅដល់ប្រទេសកូរ៉េដើម្បីធ្វើការវះកាត់កាយសម្ផស្សបាទព្រោះឲ្យពីមុនមកបើយើងនិយាយពីការកែសម្ផស្សគឺយើងនឹកឃើញដល់ប្រទេសកូរ៉េហ្នឹងហ្មងយើងនិយាយចឹងចាស់យើងថាប្រទេសភ័ញទៅប្រទេសកូរ៉េមកព្រោះបើសិនជាឲ្យនឹកឃើញដល់ការកែសម្ផស្សគឺប្រជាជនយើងទាំងការយល់ដឹងអីអាហ្នឹងខ្ញុំគិតថាប្រហែលជាបើខ្ញុំផ្ទាល់ខ្ញុំគិតថាឲ្យតែនិយាយពីការកែសម្ផស្សគឺយើងគិតដល់ប្រទេសកូរ៉េប៉ុន្តែឥឡូវលោកគ្រូគិតថាប្រទេសកម្ពុជាយើងអាចទៅដល់កម្រិតហ្នឹងដែរទេគ្រូបាទខ្ញុំជឿហើយក៏ឥឡូវគឺយើងកំពុងតែធ្វើបានហើយមានន័យថាអាចជាការយល់ឃើញរបស់ខ្ញុំមានថាថ្ងៃមុខប្រទេសយើងនឹងវិស័យនឹងនឹងរីកចម្រើនដោយប្រទេសជឿនលឿនដូចនៅកូរ៉េអីចឹងព្រោះដោយសារអីមានន័យថាគ្រូពេទ្យយើងគាត់មានចំណេះដឹងគាត់រៀនដល់ស្រុកក្រៅពីអឺរ៉ុបពីប្រទេសកូរ៉េឬក៏អាស៊ីដែលមានការរីកចម្រើនកែសម្ផស្សនឹងដូចគ្នាតាក់ទងនឹងបច្ចេកវិទ្យាតាក់ទងនឹងម៉ាស៊ីនឧបករណ៍អីគឺយើងដូចគ្នាបាទអញ្ចឹងមានន័យថាសេវាកម្មជាច្រើនដែលសុខគេធ្វើបានឥឡូវក៏យើងធ្វើបានដូចគ្នាដែរអញ្ចឹងតាំងលទ្ធផលតាំងសុវត្ថិភាពអីគឺយើងបានដូចគេអញ្ចឹងជាក់ស្ដែងទៅលើការយល់ដឹងរបស់ប្រជាជនមួយទៀតព្រោះបើតាមបទពិសោធន៍ខ្ញុំផ្ទាល់កាលពីមុនអ្នកជំងឺគាត់មកពីគ្រូតាក់ទងនឹងការវះកាត់កាយសម្ផស្សគាត់អត់សួរឲ្យច្រើននេះគាត់សួរអីទៅលោកគ្រូគាត់សួរថាគ្រូវះកាត់នេះតម្លៃម៉ាហើយគាត់ចង់បានលទ្ធផលលឿនគាត់ចង់វះទៅឲ្យដូចអ្នកនេះចង់ឲ្យស្អាតរបៀបចេះមួយចេះពីរតែខ្ញុំឃើញមួយរយៈក្រោយថ្មីនេះមានថាអ្នកជំងឺដែលគាត់មកពិភាក្សារកសេវាកម្មវះកាត់កាយសម្ផស្សនឹងគាត់ប្លែកពីមុនច្រើនគាត់សួរទៅលើគ្រូវះកាត់នឹងមានសុវត្ថិភាពអត់គាត់សួរគាត់មើល background របស់យើងថាដុកទ័រនឹងគាត់វិជ្ជាបណ្ឌិតឯកទេសត្រឹមត្រូវមានអាជ្ញាប័ណ្ណអត់ clinic នឹងស្តង់ដារមានការបើកត្រឹមត្រូវមានការអនុញ្ញាតពីក្រសួងអីអត់គាត់សួរច្រើនហើយតាក់ទងនឹងបច្ចេកទេសបាទព្រោះអានេះតាមខ្ញុំឃើញខ្ញុំដឹងណាមានន័យថាអ្វីដែលខ្ញុំធ្លាប់ជួបធ្លាប់មានអ្នកជំងឺណាគាត់កាន់រូបតួគាត់ណាមួយគាត់យកមកសួរលោកគ្រូឲ្យធ្វើអញ្ចឹងមានទេលោកគ្រូមានបាទខ្ញុំគិតថាហើយចូលកន្លែងត្រង់ចំណុចនេះលោកគ្រូនឹងធ្វើការបញ្យល់គាត់មិនទៅអានឹងតាមពិតទៅយើងថាយើងមិនអាចធ្វើជូនគាត់បានទេពីព្រោះអីធម្មតាម្នាក់គាត់មានភាព unique ឬក៏ភាពខុសគ្នាគាត់អត់អាចថាគាត់មកកាយសម្ផស្សនឹងដើម្បីឲ្យដូចអ្នកនេះដូចអ្នកនោះបានទេអានឹងមានគេហៅថាការរំពឹងទុករបស់គាត់នឹងគឺអត់មានភាពពិតប្រាកដអញ្ចឹងមានន័យថាបើសម្រាប់ខ្ញុំជាគ្រូពេទ្យឯកទេសមកខ្ញុំមិនអាចធ្វើការវះកាត់ជូនគាត់បានទេហើយការមិនទទួលយកអ្នកជំងឺវះកាត់ហ្នឹងក៏ជាទំនួលខុសត្រូវរបស់យើងដែរព្រោះយើងអត់អាចវះជូនគាត់បានហើយលទ្ធផលអត់ដូចគាត់អាហ្នឹងគឺយើងមានបញ្ហាហើយអ្នកជំងឺក៏គាត់
មានបញ្ហាជាមួយយើងដែរអាហ្នឹង លោកគ្រូអញ្ចឹងមានន័យថាបច្ចុប្បន្នមិនតាគ្រូពេទ្យទេសូម្បីតែអ្នកជំងឺក៏គាត់មានការយល់ដឹងខ្ពស់ជាងពីមុនដែរហ្នឹងហើយត្រូវលោកគ្រូហ្នឹងហើយព្រោះដូចខ្ញុំនិយាយហ្នឹងថាពីមុនបើយើងថាអូខេចង់បានរូបមុខដូចតួកុនម្នាក់កូរ៉េនេះពីមុនណាខ្ញុំនិយាយពីមុនព្រោះខ្ញុំធ្លាប់ជួបដែរអញ្ចឹងគាត់ថាអូខេខ្ញុំលោកគ្រូខ្ញុំចង់បានមុខអញ្ចឹងខាងហ្នឹងគឺពីមុនអញ្ចឹងឥឡូវគឺអាហ្នឹងបញ្ហាហ្នឹងករណីហ្នឹងបច្ចុប្បន្នអាចនៅមានខ្លះដែរទេគ្រូយើងនៅតែមានក៏ប៉ុន្តែយើងព្យាយាមបញ្យល់គាត់តាមបច្ចេកទេសមានន័យថាបើសិនជាលក្ខខណ្ឌស្ថានភាពគាត់មករបៀបនេះការធ្វើជូនរបស់គ្រូពេទ្យយើងនឹងលទ្ធផលនឹងបានប្រហែលប៉ុណ្ណេះអាចទៅជាចេះមួយឲ្យគាត់យល់បើអ្នកជំងឺគាត់ថានៅតែទៀមទាចង់បានគាត់អត់ទទួលស្គាល់ពីអ្វីដែលគ្រូពេទ្យអាចធ្វើឲ្យគាត់បានទេបើសម្រាប់ពីខ្ញុំហ្មងគឺអត់អាចធ្វើជូនគាត់បានទេអាហ្នឹងអូខេលោកគ្រូគឺច្បាស់តែលោកគ្រូគាត់ជម្រាបជូនច្បាស់តែម្ដងបាទមានន័យថាការដែលយើងអត់ទទួលអ្នកជំងឺប្រភេទនេះវះកាត់ក៏ជាទំនួលខុសត្រូវមួយរបស់យើងដែរទំនួលខុសត្រូវបែបម៉េចលោកគ្រូមានន័យថាជាការទទួលខុសត្រូវក្នុងនាមជាគ្រូពេទ្យវះកាត់ពីព្រោះធម្មតាយើងអត់អាចធ្វើលទ្ធផលបែបដូចដែលគាត់ចង់បានទេមានន័យថាការបដិសេធរបស់លោកគ្រូគឺជាទំនួលខុសត្រូវរបស់វេជ្ជបណ្ឌិតបាទចំពោះអ្នកជំងឺដែលគាត់មានការរំពឹងខ្ពស់ឬក៏លទ្ធផលរបស់គាត់នឹងគេហៅថាអត់ real អត់ពិតប្រាកដហ្នឹងគ្រូមានន័យថាយើងទទួលខុសត្រូវលើលទ្ធផលគាត់ហ្មងបើថាយើងដឹងថាយើងធ្វើមិនបានគឺយើងអត់ធ្វើហ្មងយើងធ្វើសួរស្ដាប់ព្រោះនេះគឺជាការទទួលខុសត្រូវរបស់វិជ្ជបណ្ឌិតមែនហើយដែលឡែកចុះក្នុងនាមលោកគ្រូអញ្ចឹងលោកគ្រូជាវិជ្ជបណ្ឌិតឯកទេសវះកាត់កែសម្ផស្សម្នាក់លោកគិតថាដើម្បីឲ្យប្រជាជនដើម្បីឲ្យលោកគ្រូងាយស្រួលនៅក្នុងការប្រឹក្សាយោបល់កុំឲ្យមានករណីបែបហ្នឹងកើតឡើងទៀតណាលោកគិតថាលោកគ្រូអាចនឹងចូលរួមចំណែកណាមួយដើម្បីចែករំលែកចំណេះដឹងក៏ដូចជាលោកគ្រូអាចធ្វើអីបានខ្លះនៅក្នុងវិស័យកែសម្ផស្សយើងឲ្យវាកាន់តែទៅមួយកម្រិតទៀតដូចនិយាយអញ្ចឹងការអភិវឌ្ឍវិស័យអីមួយគឺផ្ដើមចេញពីបុគ្គលម្នាក់តួយ៉ាងនៅក្នុងវិស័យហ្នឹងបើសម្រាប់ខ្ញុំវិញអ្វីដែលខ្ញុំអាចជួយបានហ្នឹងមានន័យថាយើងបន្តការអភិវឌ្ឍជំនាញរបស់យើងបច្ចេកទេសរបស់យើងឲ្យកាន់តែខ្លាំងព្រោះធម្មតាក្នុងនាមខ្ញុំជាវិជ្ជបណ្ឌិតឯកទេសខ្ញុំរៀនចប់ហើយមិនថាខ្ញុំឈប់រៀនទេខ្ញុំបន្តរៀនអីដែលថ្មីការរៀនក្នុងស្រុកកុងក្រេនៅស្រុកគេយើងបន្តដើម្បីមានអីដែលថ្មីគឺយើងផ្ដល់សេវាកម្មជូនអតិថិជនរបស់យើងនឹងគឺស្របតាមបច្ចេកទេសថ្មីស្តង់ដារដែលមានន័យថាអ្នកជំងឺគាត់នឹងទទួលបានលទ្ធផលល្អប្រសើរជាងមុនសុវត្ថិភាពជាងមុនហើយការចែករំលែកក៏ដូចគ្នាដែរមានន័យថាក្នុងនាមខ្ញុំជាអាចថាតិចទៀតទៅខ្ញុំជាគ្រូពេទ្យមួយមានបទពិសោធន៍ខ្ញុំនឹងចែករំលែកចំណេះដឹងរបស់ខ្ញុំទៅអ្នកចំនួនក្រោយតាមរយៈការបង្រៀនជាទ្រឹស្ដីការបង្ហាត់បង្ហាញបទពិសោធន៍ដែលខ្ញុំមានតួយ៉ាងដូចថ្ងៃនេះអញ្ចឹងមានថាយើងធ្វើ podcast ក៏ជាការចែករំលែកចំណេះដឹងមួយជូនទៅដល់ប្រជាជនយើងដើម្បីឲ្យគាត់បានយល់កាន់តែច្បាស់ទាក់ទងនឹងវិស័យការវះកាត់កាយសម្ផស្សបាទលោកគ្រូក្បោះក្បាយខ្លាំងមែនទែនការរៀបរាប់របស់លោកគ្រូហើយសង្ឃឹមថាប្រជាជនកម្ពុជាយើងនឹងទទួលបានចំណេះដឹងតាមរយៈការធ្វើវីដេអូ podcast របស់យើងហើយមិនត្រឹមតែលោកគ្រូទេចុះលោកគ្រូអាចមានសារអីផ្ដាំផ្ញើទៅដល់វិជ្ជបណ្ឌិតផ្សេងទៀតដែលគាត់ក៏ជាមានថាគាត់លោកគ្រូជាផ្នែកមួយគាត់ក៏ជាផ្នែកមួយតែយើងគួរតែរួបរวมគ្នាបែបម៉េចដើម្បីឲ្យផ្នត់គំនិតក៏ដូចជាការយល់ដឹងរបស់ប្រជាជនកម្ពុជាយើងតាមពិតត្រង់ចំណុចហ្នឹងវាតាក់ទងជាមួយនឹងផ្នត់គំនិតរបស់ប្រជាជនយើងនិយាយចឹងចុះផ្នត់គំនិតរបស់ប្រជាជនទូទៅតើគាត់ឲ្យតម្លៃលើវិស័យកែសម្ផស្សគាត់យល់ដឹងដល់កម្រិតណាអញ្ចឹងលោកគ្រូគិតថាក្នុងនាមលោកគ្រូហើយក៏ដូចជាវិជ្ជបណ្ឌិតផ្សេងៗលោកគ្រូមានសារអីបើពីខ្ញុំទៅវិញសម្រាប់វិជ្ជបណ្ឌិតដូចគ្នាខ្ញុំអត់មានសារអីច្រើនទេព្រោះដោយសារអីផ្នែកក្រៅពីវិស័យផ្សេងវិស័យសុខាភិបាលផ្សេងខ្ញុំឃើញមានការចែករំលែកដូចគ្នាអញ្ចឹងមានន័យថាគ្រូពេទ្យក៏គាត់ធ្វើការចែករំលែកចំណេះដឹងទៅកាន់ប្រជាជនតាមរយៈការធ្វើវីដេអូការធ្វើ podcast ដូចគ្នាហើយគាត់ចូលរួមមានន័យថាបន្តអភិវឌ្ឍចំណេះដឹងរបស់គាត់ផ្ដល់សេវាកម្មជូនអ្នកជំងឺស្របតាមបច្ចេកទេសស្តង់ដារក្រមសីលធម៌វិជ្ជាជីវៈអញ្ចឹងណាព្រោះក្នុងស្ថានភាពមួយនេះការដែលយើងរួបរวมគ្នាមានន័យថាការដែលយើងរួបរวมគ្នាជាធ្លុងមួយមិនថា clinic A B C D ទេសុទ្ធឲ្យតែជា clinic ឬមួយក៏ទីពេទ្យវះកាត់កាយសម្ផស្សអីនៅពេលដែលយើងរួបរวมគ្នាជាធ្លុងមួយខ្ញុំជឿជាក់ថាម្នាក់ចែកម្លែកតិចម្នាក់ចែកម្លែកតិចប្រកាសជាប្រជាជនយើងប្រកាសជាមានការយល់ដឹងតាក់ទងជាមួយការកែសម្ផស្សហើយក្នុងស្ថានភាពនេះយើងមិនប្រកួតប្រជែងប្រជាជនខ្មែរគ្នាឯងទេអ្វីដែលយើងចង់ប្រកួតប្រជែងនោះគឺទៅកាន់បរទេសដែលយើងត្រូវតែធ្វើទាំងអស់គ្នាមិនមែនតែលោកគ្រូម្នាក់ឬមួយក៏ clinic KD តែមួយទេ
clinic ផ្សេង clinic ផ្សេងក៏គាត់អាចចូលរួមធ្វើការចែកម្លែកដែរគឺយើងខ្មែរដូចគ្នាយើងនឹងធ្វើជាធ្លុងមួយបាទខ្ញុំចង់ឲ្យយើងចង់បានអូខេបាទខ្ញុំចង់ចូលរួមមួយចំណុចទៀតហ្នឹងគឺមានន័យថាទំនុកចិត្តទៅលើប្រជាជនយើងសំខាន់ណាស់អញ្ចឹងការយល់ដឹងមួយទី2ទំនុកចិត្តកន្លងមកយើងអាចថានឹងឃើញមានតិចតួចដែរពីហ្នឹងគាត់ទៅទទួលសេវាកម្មនៅបរទេសដែរលោកគ្រូមិនបរទេសទេក៏ប៉ុន្តែគាត់ឧបមាថាគាត់វះកាត់កន្លែងមួយអាចគាត់ទទួលបានលទ្ធផលអត់ពេញចិត្តឬក៏មានបញ្ហាអីចឹងទៅគាត់ទៅ clinic មួយទៀតក្នុងនាមយើងជាគ្រូពេទ្យវិជ្ជាបណ្ឌិតឯកទេសមានន័យថាអ្នកខ្លះគាត់អត់យើងអត់ថាគាត់អត់ជួយគ្នាឯងឬមានក្រមសីលធម៌គាត់ចូលចិត្តជន់បលិចប្រអាប់គ្នាឯងតែពិតមែនតើយើងត្រូវការធ្វើការមួយដោយមានក្រមសីលធម៌ជាក់ស្ដែងហើយគោរពទៅតាមបច្ចេកទេសអញ្ចឹងណាអានឹងវាតកតងមួយទំនួលខុសត្រូវទាំងអ្នកជំងឺនិងដុកទ័រអ្នកវេរគ្នាមានថាត្រូវធ្វើការសហការគ្នាដើម្បីឲ្យវិស័យនឹងរីកចម្រើនទៅមុខយើងមិនត្រូវជន់បលិចគ្នាយើងត្រូវជួយគ្នាក្នុងនាមយើងជាប្រជាជាតិតែមួយមានន័យថាទាំងដុកទ័រទាំងអ្នកជំងឺអីគឺយើងសហការគ្នាដើម្បីទទួលបានលទ្ធផលក៏ដូចជាវិស័យកែសម្ផស្សយើងកាន់តែទៅមុខរីកចម្រើនទៀតព្រោះធម្មតាវាមិនចេញទៅពីគ្រូពេទ្យទេលទ្ធផលនៃការវះកាត់នឹងគ្រូពេទ្យជាមួយនឹងអ្នកជំងឺគាត់ត្រូវសហការគ្នាបានល្អមែនទែនដើម្បីលទ្ធផលបានល្អអញ្ចឹងអ្នកជំងឺគាត់មិនមែនថាមកទៅគឺគាត់បកគលវាសនាបកគលលទ្ធផលអីឲ្យគ្រូពេទ្យទាំងអស់ឯតាមពិតគឺគាត់មានការចូលរួមដើម្បីទទួលបានលទ្ធផលល្អត្រឡប់មកវិញតាក់ទងជាមួយវិស័យកែសម្ផស្សយើងបាននិយាយពី5ឆ្នាំ10ឆ្នាំមុននឹងការវិវត្តមកដល់បច្ចុប្បន្នការរីកចម្រើនបច្ចុប្បន្នមានការរីកចម្រើនខ្លាំងចុះលោកគ្រូគិតថាទៅថ្ងៃអនាគតតើយើងអាចក្លាយទៅជាប្រទេសមួយក៏ដូចជាប្រជាជាតិមួយដែលមានការរីកចម្រើនវិស័យកែសម្ផស្សនោះបើធៀបទៅដល់ប្រទេសខ្លាំងតើយើងអាចទៅដល់នឹងទេលោកគ្រូបាទអានឹងខ្ញុំជឿជាក់យើងអាចទៅបានព្រោះដូចខ្ញុំនិយាយឡើងវិញអញ្ចឹងមានន័យថាយើងមើលទៅធនធានមនុស្សវិជ្ជាបណ្ឌិតឯកទេសយើងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំអញ្ចឹងធនធានមនុស្សយើងមានគ្រប់គ្រាន់តាក់ទងទៅនឹងម៉ាស៊ីនសម្ភារៈឧបករណ៍វះកាត់អីគឺយើងមានដូចនៅស្រុកគេទំនើបអញ្ចឹងសេវាកម្មមានការវិជ្ជាបណ្ឌិតយើងទទួលការបណ្ដុះបណ្ដាលទាំងក្នុងស្រុកទាំងក្រៅប្រទេសអញ្ចឹងសេវាកម្មគូផ្សំជាមួយនឹងម៉ាស៊ីនបច្ចេកទេសអីគឺយើងអាចធ្វើបានដូចនៅស្រុកគេអញ្ចឹងមានគ្រប់សេវាកម្មទាំងអស់គឺយើងអាចធ្វើនៅក្នុងស្រុកយើងបានអញ្ចឹងគូថែមជាមួយនឹង clinic មានស្តង់ដារដូចនៅស្រុកគេទៀតមានការផ្ដល់សេវាកម្មគឺអាចដូចនៅស្រុកគេអញ្ចឹងទាំងលទ្ធផលទាំងសុវត្ថិភាពគឺផ្ដល់ជូនអ្នកជំងឺបានបាទលោកគ្រូនឹងឲ្យតាក់ទងមួយ clinic ស្តង់ដារក៏យើងធ្លាប់បានធ្វើការចែកម្លែកពីមុនដែរនៅអេពីសូតមុនអញ្ចឹងបើសិនបើអ្នកទាំងអស់គ្នាចង់ដឹងថាតើ clinic ស្តង់ដារនឹងបែបម៉េចអាចធ្វើការទស្សនានៅអេពីសូតមុនដែលយើងបានធ្វើការ publish រួចរាល់ហើយបានបន្ទាប់ពីមានការជជែកវែកញែកក៏ដូចជាស្ដាប់ការពន្យល់របស់លោកគ្រូតាក់ទងជាមួយនឹងវិស័យកែសម្ផស្សនៅក្នុងប្រទេសកម្ពុជាយើងហើយគឺខ្ញុំទទួលបានចំណេះដឹងក៏ដូចជាយល់ដឹងកាន់តែច្បាស់ថាបច្ចុប្បន្នប្រទេសកម្ពុជាយើងគឺពិតជារីកចម្រើនពិតមែនមិនធំតារីកចម្រើនទាំងដុកទ័រ clinic ក៏មានការរីកចម្រើនបើកច្រើនមែនទែនព្រោះនេះគឺខ្ញុំខ្លួនឯងគឺខ្ញុំឃើញផ្ទាល់តែម្ដងពេលថាយើងទៅណាមកណាក៏យើងឮសូរគេតែនិយាយថាអូខេ clinic កែសម្ផស្សគេនិយាយថាអូខេកែសម្ផស្សការកែសម្ផស្សអាពាក្យកែសម្ផស្សហ្នឹងវាចាប់ផ្ដើមឮនៅក្នុងតិចយើងវាស៊ាំទៅកាលមុនឲ្យតែយើងឮថាកែសម្ផស្សគឺមាន mindset មួយថាអត់សូវល្អហើយម្នាក់ហ្នឹងកែសម្ផស្សប៉ុន្តែឥឡូវឲ្យតែឮថាកែសម្ផស្សវាទៅជារឿងមួយដែលវាស៊ាំតែជាបាត់ទៅហើយវាធម្មតាសម្រាប់ប្រជាជនកម្ពុជាយើងទូទៅបាត់ទៅហើយអញ្ចឹងខ្ញុំគិតថានេះគឺជាសញ្ញាមួយដែលសបញ្ជាក់ថាវិស័យកែសម្ផស្សនៅក្នុងប្រទេសកម្ពុជាយើងគឺពិតជារីកចម្រើនដោយលោកគ្រូបានរៀបរាប់មែនបាទគ្រូបាទអរគុណលោកគ្រូបាទអរគុណ